សូមជម្រាបសួរបងប្អូនម្ដងទៀតថ្ងៃនេះខ្ញុំត្រឡប់មកវិញគឺខ្ញុំមកលក់អង្គហើយខ្ញុំសូមប្រកាសជូនបងប្អូនថ្ងៃនេះយើងចង់មានកញ្ចប់ពិសេសមួយបែងចែកសម្រាប់បងប្អូនបានន័យថាខ្ញុំចង់បង្កើតសមាជិកដែលបរិភោគអង្គរបស់ខ្ញុំបាទអង្គយើងមានតម្លៃលិះពិសេសមួយសម្រាប់បងប្អូនយើងមានអង្គច្រើនប្រភេទដែលបងប្អូនត្រូវការហើយយើងមានតម្លៃសមាជិកបានតែបងប្អូនដែលចូលជាសមាជិកខ្ញុំនឹងបង្កើតក្រុម Telegram សមាជិកអង្គរបស់ខ្ញុំបានន័យថារាល់ខែគឺបងប្អូនទិញកញ្ចប់អង្គរបស់យើងទៅបានន័យថាយើងនឹងដឹកជញ្ជូនឲ្យដល់ផ្ទះតម្លៃគឺពិសេសជាងគេហើយជារៀងរាល់បុណ្យចូលឆ្នាំបុណ្យជុំបិណ្ឌគឺយើងមានកាដូចុងឆ្នាំយើងមានកម្មវិធីជុំគ្នាហើយខ្ញុំនឹងមានកម្មវិធីនៅពេលដែលខ្ញុំមានភាពយន្តខ្ញុំនឹងអញ្ជើញបងប្អូនទៅទស្សនាភាពយន្តខ្ញុំ free បាទយើងមានកញ្ចប់បានតែកញ្ចប់សមាជិកនេះគឺជាកញ្ចប់ពិសេសមួយបានថាយើងរួមគ្នាជាមិត្តជាបងប្អូនរស់នៅតរៀងអើយតគ្រួសារតកូនតចៅគឺខាងខ្ញុំអ្នកផ្គត់ផ្គង់អង្គដូច្នេះអាហ្នឹងខ្ញុំនិយាយពីសមាជិកអង្គនឹងមួយហើយក៏សមាជិកសម្រាប់បងប្អូនដែលយកអង្គទៅធ្វើម្ហូបនៅតាម restaurant គឺយើងតាមភោជនីយដ្ឋានគឺយើងមានបង្កើតសមាជិកមួយសម្រាប់ភោជនីយដ្ឋានដែរហើយអង្គដែលល្អសម្រាប់ភោជនីយដ្ឋានលំដាប់នោះគឺអង្គរំដួលតែម្ដងដែលជាអង្គលេខ1ជាប់ពីពិភពលោកទូទាំងប្រទេសនេះគឺយើងនឹងបង្កើតក្រុមមួយបងប្អូនចូលមកគឺយើងមានតម្លៃពិសេសមួយសម្រាប់ភោជនីយដ្ឋានហើយមួយទៀតតម្លៃពិសេសមួយទៀតក៏សម្រាប់បងប្អូនដែលសមាជិកលក់បាយឆាលក់បាយស្រូបតាមផ្លូវអីហ្នឹងគឺយើងមានកញ្ចប់អង្គការខ្ញីមួយដែលជាប្រភេទអង្គយកទៅឆាយកទៅធ្វើបាយស្រូបហ្នឹងគឺល្អបំផុតហើយអញ្ចឹងយើងមានសមាជិកមួយសម្រាប់បងប្អូនដែលចូលមកគឺយើងមានសមាជិកយើងមានកញ្ចប់ពិសេសមួយសម្រាប់បងប្អូនហើយចំណុចបន្តទៀតយើងក៏ទទួលចង់និយាយថាយើងនឹងខ្ចប់សម្រាប់បងប្អូនសម្រាប់បងប្អូនដែលទិញអង្គយកទៅប្រគេនព្រះសង្ឃឬក៏សម្រាប់យកទៅធ្វើពិធីបុណ្យផ្សេងគឺយើងមានកញ្ចប់នឹងមួយគឺកញ្ចប់នឹងគឺយើងលក់យើងចែកជូនដើម្បីយើងបានបុណ្យទាំងអស់គ្នាហើយបន្ទាប់មកទៀតដូចគ្នាយើងនឹងមានកញ្ចប់សម្រាប់បងប្អូនទិញយកទៅសប្បុរសធម៌សម្រាប់ចែកជូនភាសឹកសម្រាប់ចែកបងប្អូនក្រីក្រគឺយើងមានកញ្ចប់មួយសម្រាប់បងប្អូនទាំងអស់គ្នាដែលកញ្ចប់នេះគឺជាកញ្ចប់តម្លៃពិសេសសម្រាប់យើងយកទៅធ្វើបុណ្យបាទអញ្ចឹងខ្ញុំនឹងរៀបចំក្រុម Telegram មួយសម្រាប់ឲ្យបងប្អូនចូលទៅហើយនឹងចូលរួមទិញអង្គដែលមានគុណភាពអង្គដែលមាននិមិត្តសញ្ញាត្រឹមត្រូវអង្គដែលយើងបានឆ្លងក្រសួងត្រួតពិនិត្យត្រឹមត្រូវហើយធានាគុណភាព 100% បើសិនជាមានបញ្ហាយើងដូរលុយវិញបាទអញ្ចឹងសូមបងប្អូនចូលរួមគ្រប់គ្រងខ្ញុំទាំងអស់គ្នាហើយខ្ញុំនឹងបម្រើវិស័យភាពយន្តបម្រើវិស័យផ្សេងដល់ព័ត៌មានផ្សេងនឹងធ្វើអ្វីដែលល្អៗសម្រាប់សង្គមតទៀតបាទសូមអរគុណ